ពួកមានក្តៅប្រទេសចិនដាក់សម្ពាធធ្ងន់ទៅលើប្រទេសថៃដើម្បីជាការទាមទារឲ្យមានការស៊ើបអង្កេតនៅករណីមួយគឺជាករណីចាប់ចម្រិតនៅក្នុងខេត្តស្រះកែវដោយឲ្យមានតម្លាភាពនិងការវាយបកចំទៅលើភាពធូររលុងនៃផ្នែកសន្តិសុខនៅប្រទេសថៃនៅបតាមស្ថានទូតចិនប្រចាំប្រទេសថៃបានចេញមុខជំរុញនិងដាក់សម្ពាធយ៉ាងខ្លាំងទៅលើអាជ្ញាធរថៃឲ្យធ្វើការស៊ើបអង្កេតប្រកបទៅដោយច្បាប់និងភាពយុត្តិធម៌និងតម្លាភាពទាក់ទងជាមួយនឹងការចាប់ចម្រិតជនជាតិចិននៅឯប្រទេសថៃជុំវិញករណីជនជាតិចិនម្នាក់ត្រូវបានគេចាប់ចម្រិតទារប្រាក់យ៉ាងសាហាវឃោឃៅនៅក្នុងខេត្តស្រះកែវដែលជាករណីពីឆ្លោះបញ្ចាំងពីចំណុចខ្សោយនៃប្រព័ន្ធសន្តិសុខរបស់អាជ្ញាធរថៃនៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការមួយដែលបានចេញផ្សាយនៅថ្ងៃទី19ខែឧសភាកន្លងមកនេះអ្នកនាំពាក្យរបស់ស្ថានទូតចិនបានគូបញ្ជាក់បន្ថែមទៀតថាភាគីចិនផ្ដល់តម្លៃនឹងការយកចិត្តទុកដាក់ខ្លាំងក្លាបំផុតចំពោះករណីនេះហើយបានតាក់ទងទៅដល់ស្ថានបានឬក៏ស្ថាប័នពាក់ព័ន្ធរបស់ប្រទេសថៃភ្លាមដើម្បីដេញដោលសាកសួររកព័ត៌មានលម្អិតតាក់ទងជាមួយនឹងករណីហ្នឹងគូបញ្ជាក់ផងដែរថាសេចក្តីថ្លែងការណ៍ដដែលបានសង្កត់ធ្ងន់ថាការរក្សាសុវត្ថិភាពនិងស្ថិរភាពគឺជាកត្តាចាំបាច់មួយមិនអាចខ្វះបានសម្រាប់ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការមិត្តភាពរវាងប្រទេសថៃនិងប្រទេសចិនជាមួយគ្នានេះដែរស្ថានទូតចិនបានបន្តអំពាវនាវនិងបង្ខំឲ្យអាជ្ញាធរថៃត្រូវតែស្វែងរកការពិតឲ្យបានឆាប់រហ័សបំផុតនិងមិនត្រូវលាក់លៀមដើម្បីជាការវាយញែកមុខនិងនាំខ្លួនអ្នកដែលមានពាក់ព័ន្ធទាំងអស់មកផ្ដន់ទោសទៅតាមច្បាប់ដោយគ្មានការលើកលែងទាល់តែសោះគូបញ្ជាក់ផងដែរថាហេតុការណ៍នេះមានន័យថាប្រសិនបើថៃនៅតែបណ្ដោយឲ្យមានអសន្តិសុខបែបនេះកើតឡើងវាអាចនឹងជាឥទ្ធិពលអាក្រក់ដល់ទំនាក់ទំនងជាពិសេសគឺទំនុកចិត្តរបស់ជនជាតិចិនជាមួយគ្នានេះដែរស្ថានទូតចិនក៏បានចេញលិខិតព្រមានចំនិងណែនាំសារជាថ្មីទៅកាន់ប្រជាពលរដ្ឋរបស់ខ្លួនដែលរស់នៅឬក៏មានគម្រោងមកកំសាន្តនៅឯប្រទេសថៃឲ្យមានការបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតចំពោះសុវត្ថិភាពផ្ទាល់ខ្លួនដោយសារតែស្ថានទូតស្ថានភាពសន្តិសុខបច្ចុប្បន្ននឹងបានរំលឹកឲ្យបានតកតងជាមួយនឹងហេតុការណ៍ជាបន្ទាន់ទៅកាន់ប៉ូលីសជាពិសេសគឺរាយការណ៍ពីហេតុការណ៍ជាបន្ទាន់ដែលបានកើតឡើងទៅកាន់ប៉ូលីសឬក៏ស្ថានទូតចិនប្រសិនបើជួបប្រទេសនៅករណីជាពិសេសគឺអាសន្នណាមួយដែលជាអាសន្នចាំបាច់បាទនេះគឺជាការលើកឡើងរបស់ស្ថានទូតចិនដាក់គំនាបឬក៏គម្រាមប្រទេសថៃចំតាក់ទងជាមួយនឹងករណីដែលមានជនចាប់ចម្រិតជនជាតិចិននៅប្រទេសថៃហើយស្ថានទូតចិនក៏បានចេញលិខិតព្រមាននិងណែនាំសារជាថ្មីដល់ពលរដ្ឋរបស់ខ្លួនឲ្យមានការប្រុងប្រយ័ត្នឬក៏មានអ្នកដែលមានគម្រោងមកលេងនៅប្រទេសថៃឲ្យមានការប្រុងប្រយ័ត្នខ្ពស់បើសិនជាមានករណីណាចាំបាច់ឲ្យតាក់ទងមកស្ថានទូតឬក៏ប៉ូលីសដែលចាំបាច់នៅឯប្រទេសថៃគូបញ្ជាក់ផងដែរថាមួយរយៈពេលចុងក្រោយនេះបន្ទាប់ពីមានការបង្ក្រាប scam online ហើយក៏មានរឿងកើតឡើងជាពិសេសតាក់ទងជាមួយនឹងការចាប់ចម្រិតជនជាតិជាពិសេសគឺជនជាតិចិនដែលបានកើតឡើងនៅស្រុកថៃហើយអាជ្ញាធរថៃគឺតែងតែលាក់លៀមបិទបាំងនៅព័ត៌មានហើយមួយរយៈពេលចុងក្រោយនេះជាពិសេសគឺស្ថានទូតចិនតែម្ដងគឺបានចេញសេចក្តីថ្លែងការណ៍ព្រមាន